다음을 듣고 보기와 같이 괄호에 알맞은 것을 고르십시오. បាទអញ្ចឹងបងប្អូនមើលកន្លែងគ្នាពីលេខ1ដល់លេខ2មកចំណុចកន្លែងនេះគឺគេចង់បង្ហាញពន្យល់ប្រាប់យើងថាប្រភេទអត្ថបទបែបហ្នឹងគឺមានតែ2អត្ថបទទេគេឲ្យយើងធ្វើការស្ដាប់ឲ្យបានច្បាស់ណាឲ្យយើងស្ដាប់ហើយសូមជ្រើសរើសការដែលដឹងត្រឹមត្រូវទៅបំពេញរង្វង់ក្រចកជាមួយនឹងការឧទាហរណ៍របស់គេអញ្ចឹងពន្យល់ឲ្យងាយស្រួលក្នុងការយល់ប្រភេទអត្ថបទហ្នឹងគឺគេបញ្ចេញសំឡេងឬក៏គេអានជាប្រយោគអីមួយឲ្យយើងស្ដាប់ហើយយើងផ្ទៀងស្ដាប់ឲ្យបានច្បាស់រើសចម្លើយណាដែលយើងស្ដាប់ច្បាស់ហើយយល់ថាត្រឹមត្រូវហើយបងប្អូនរើសចម្លើយតែមួយទេក្នុងនេះគឺមាន4ប៉ុន្តែយើងជ្រើសរើសយកតែមួយទេហើយចម្លើយគឺគេបានដាក់ឲ្យមើលនោះគឺផលចម្លើយគឺលេខ3ហើយយើងទៅស្ដាប់ការបញ្ចេញសំឡេងរបស់គេលើកឧទាហរណ៍ឲ្យយើងស្ដាប់ជាមុនសិនមុននឹងចូលទៅដល់ការប្រឡងពិតប្រាកដ 보기 팔이 아파요. 팔이 아파요. បាទអញ្ចឹងការបញ្ចេញសំឡេងគេចំនួន2ដងឲ្យយើងបានស្ដាប់ Pari Apayo ពាក្យដើមរបស់វាគឺ Pal ប៉ុន្តែពេលដែលគេយកមកប្រើជាមួយនឹង e ដោយសារតែវាមានជើងគឺគេប្រើ e គឺគេអត់បញ្ចេញសំឡេង Pal ទេគេអានថា Pari Apayo អញ្ចឹងយើងទៅស្ដាប់ចម្លើយបន្តទៀតអានេះគេធ្វើការឧទាហរណ៍យើងស្ដាប់សិនទេ 1번 차가 많아요. 차가 많아요. បាទអញ្ចឹងចូលមកដល់ចំណុចនេះគេបញ្ចេញសំឡេង2ដងហើយបងប្អូនមើលកន្លែងលេខ1ហើយគេដាក់ថា3 point ហ្នឹងគឺបានន័យថាបន្ទុកក្នុងមួយអត្ថបទគឺយើងទទួលបាន3បន្ទុកហើយមិញគេនិយាយថាម៉េច Chaka Manayo Chaka Manayo បាទចម្លើយគឺលេខ3 번 아이가 울어요. 아이가 울어요. បាទអញ្ចឹងបងប្អូនមើលកន្លែងលេខ2នេះគឺគេដាក់ថា4 point ន័យថាអត្ថបទមួយហ្នឹងគឺបាន4បន្ទុកការបញ្ចេញសំឡេងគេមិញគឺ Aika Uroyo Aika Uroyo អញ្ចឹងបងប្អូនត្រូវតែស្ដាប់ការបញ្ចេញសំឡេងរបស់គេបានត្រឹមត្រូវមកហើយយើងរើសចម្លើយតែមួយទេអញ្ចឹងចម្លើយគឺលេខ